Yo, chỉ nghiệp xưa, sự đều một nọ đi, chụp niềm đòn từ đấy. Đượcក្នុងវីដេអូនេះយើងនឹងសម្រាប់តែការរឿងថ្មីមួយទៀតដែលមានចំណងជើងថា Assassin Village នៅ1995ហើយនេះគឺជាភាពរឿងបែបបាញ់បាគ្នារបស់អាមេរិកដែលនិយមពីបរមម្នាក់គាត់នឹងគឺជាឃាតករអាជីពដែលគេចាត់ទុកថាជាឃាតករលំដាប់លេខ1នៅលើពិភពលោកតែម្ដងហើយថ្ងៃមួយគាត់នឹងក៏បានសម្រេចចិត្តចូលនៅវត្តក៏ប៉ុន្តែនៅមុនពេលចូលនៅវត្តហ្នឹងអ្នកចាត់ការរបស់គាត់ក៏បានផ្ដល់ការងារមួយចុងក្រោយឲ្យគាត់ក្នុងតម្លៃប្រមាណជាជាង$1 លានអាមេរិកជាថ្នូរជាមួយនឹងការដែលគាត់នឹងតាមប្រមាញ់នារីម្នាក់យកឌីសមួយដែលមានព័ត៌មានសំខាន់ខ្លាំងមែនទែននៅខាងក្នុងនោះដូច្នេះដើម្បីកុំឲ្យគ្នាយើងទៅរងចាំយូរនេះចង់នឹងថាឌីសមួយហ្នឹងមានព័ត៌មានអីដែលសំខាន់ហ្នឹងហើយតើឃាតករអាចតាមប្រមាញ់នារីម្នាក់ហ្នឹងយកឌីសដែលអ្នកចាត់ការរបស់គេចង់បានហ្នឹងបានដែរឬក៏យ៉ាងណាតោះយើងទៅស្វែងរកចម្លើយនៅក្នុងការសម្រាយសារលំអិតជាមួយនឹងadminទាំងអស់គ្នាហ្នឹងហើយបងប្អូនវីដេអូនេះគឺតើបានឧបត្ថម្ភដោយ Mr. T ដែលជាហាងមួយមានជំនាញខាងលក់ iPad ហើយនិង accessory របស់ iPad ផ្សេងៗគ្រប់ប្រភេទតែម្ដង iPad នៅកន្លែងរបស់គាត់គឺមានស្ទើរតែគ្រប់ស៊េរីទាំងអស់ជាពិសេសហ្នឹងគឺ iPad ស៊េរីថ្មីៗដូចជា iPad Pro M4 M5 Pencil 2 Pencil Pro ហើយនឹងមាន Magic Keyboard កាស AirPods ដែលកាស AirPods គឺគាត់មានស៊េរីរហូតដល់ទៅ AirPods Pro 3និយាយទៅគឺមានសង្កត់គ្រប់ស៊េរីទាំងអស់តែម្ដងហើយសិតតែស៊ីនហើយអ្វីដែលកាន់តែពិសេសហ្នឹងគឺគាត់មានដាក់តម្លៃស្រាប់តែម្ដងនៅក្នុង Facebook Page របស់គាត់ដែលវាប្រាប់ពីវាសួរសម្រាប់បងប្អូនទាំងអស់គ្នាក្នុងការសម្រេចចិត្តអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការចង់ទិញ iPad ហើយនិង accessory របស់ iPad ស៊ីនគ្រប់ប្រភេទហ្នឹងគឺអាចតាក់ទងតាមរយៈ Facebook Page Telegram ឬក៏ទៅទីតាំងរបស់គាត់ផ្ទាល់តែម្ដងក៏បានដែរដែលខ្ញុំនឹងដាក់នៅមធ្យោបាយទំនាក់ទំនងទាំងអស់ហ្នឹងនៅក្នុង description នៃវីដេអូមួយនេះសូមចាប់ផ្ដើមដោយការសម្ដែងទៅកាន់ពេលអតីតកាលតំបានណែនាំយើងស្គាល់ប្រុសម្នាក់ឈ្មោះ Robert គាត់គឺជាគិតករអាជីពដែលឥឡូវនេះកំពុងរងចាំគោលដៅរបស់គាត់ដោយភាពអត់ធ្មត់ខ្លាំងមែនទែនក៏ប៉ុន្តែបើទោះជាណាក៏ដោយការងាររបស់គាត់ក្នុងការបដិជីវិតរបស់មនុស្សនៅលើកហ្នឹងគឺខុសពីរាល់ដងមនុស្សដែលគាត់ទៅបដិជីវិតឬក៏គោលដៅរបស់គាត់ហ្នឹងគឺមិនមែនជាមនុស្សចម្លែកនោះទេក៏ប៉ុន្តែគឺជាមិត្តភក្តិជិតស្និទ្ធរបស់គាត់និងជាគ្រូបង្គោលរបស់គាត់ឈ្មោះថា Nikolai ភ្លាមនៅពេល Nikolai ហ្នឹងបានកាន់តែកេះមួយដែលមានលុយពេញចេញពីធនាគារមក Robert ហ្នឹងក៏បានកេះកាយភ្លើងរបស់គេហ្នឹងពីចម្ងាយបដិជីវិតរបស់គាត់នៅកន្លែងហ្នឹងទៅហើយចាប់តាំងតែពីពេលនោះទៅខ្សែជីវិតរបស់ Robert ហ្នឹងគឺត្រូវបានកំណត់ឲ្យធ្វើតែរឿងមួយគត់គឺតាមប្រមាញ់គោលដៅណាក៏ដោយដែលអ្នកចាត់ការរបស់គាត់ហ្នឹងបានទម្លាក់ឲ្យសរុបមកកាត់រយៈពេល15ឆ្នាំកន្លងផុតទៅ Robert នៅតែបន្តការងារជាគិតកររបស់គាត់ដដែលទេក៏ប៉ុន្តែឥឡូវហ្នឹងជាមួយនឹងស្នាដៃហាងទឹកដៃរបស់គាត់កន្លងមកហ្នឹងគាត់គឺត្រូវបានគេចាត់ទុកថាជាគិតករលេខ1លំដាប់ពិភពលោកតែម្ដងតែបើទោះជាអញ្ចឹងក៏ដោយ Robert ហ្នឹងក៏មានអារម្មណ៍ថាជីវិតរបស់គាត់ហ្នឹងគឺហាក់ដូចជាទទេស្អាតតែម្ដងបន្ទាប់ពីគាត់បានបដិជីវិត Nikolai ដែលជាមិត្តភក្តិជិតស្និទ្ធរបស់គាត់ហ្នឹងឥឡូវនេះឃើញថា Robert ហ្នឹងកំពុងតែបន្តបំពេញការងាររបស់គេគឺបដិជីវិតគោលដៅរបស់គេម្នាក់ផ្សេងទៀតដោយគេហ្នឹងគឺបានបដាគោលដៅរបស់គេហ្នឹងចូលមកដល់ក្នុងព្រៃហើយនៅកន្លែងហ្នឹងបរិយាជាគោលដៅរបស់ Robert ហ្នឹងក៏បានព្យាយាមចរចាជាមួយនឹងគេដែរថាគាត់ហ្នឹងគឺហ៊ានឲ្យលុយចំនួន2ដងទៅលើថ្លៃឈ្នួលដែរអ្នកណាក៏ដោយដែលបានចូល Robert មកបដិជីវិតគាត់ហ្នឹងតែបើទោះជាណាក៏ដោយ Robert ហ្នឹងគឺជាគិតករអាជីពចឹងហើយគេមានវិជ្ជាជីវៈរបស់គេធ្វើទៅគេមិនចេះតែចរចាគ្នាជាមួយនឹងគោលដៅរបស់គេទេដូច្នេះហើយគេនឹងក៏បានឲ្យកំភ្លើងបណ្ដាំទៅកាន់បរិយាជាគោលដៅព្រមទាំងបានបង្ខំគាត់ឲ្យគេកាយកំភ្លើងបដិជីវិតរបស់ខ្លួនឯងនៅកន្លែងហ្នឹងទៅតាមរយៈតរបស់ Robert យើងគឺដឹងថាគាត់នឹងគឺមិនសប្បាយចិត្តជាមួយនឹងការងារមួយនោះទេដោយសារតែប្រកបណាតាំងពីថ្ងៃដែលគាត់បានបដិជីវិត Nikolai ដែលជាមិត្តភក្តិជិតស្និទ្ធនិងជាគ្រូបង្គោលរបស់គាត់នឹងមកអារម្មណ៍មួយដែលយល់ឃើញថាខ្លួនឯងនឹងក៏បានធ្វើខុសធ្ងន់ធ្ងរនឹងគឺតែបន្តតាមលង Robert រហូតដល់ថ្ងៃហ្នឹងត្រឡប់មកកន្លែងស្នាក់នៅរបស់គាត់វិញ Robert ក៏បានបន្តធ្វើការងាររបស់គាត់ជាមួយនឹងអ្នកចាត់ចែងម្នាក់ដែលអាចកំបាំងខ្លាំងមែនទែនគឺគាត់នឹងមិនដាជួបមុខគ្នាជាមួយអ្នកចាត់ចែងម្នាក់នោះទេគាត់គ្រាន់តែទទួលបានបញ្ជាតាមរយៈការផ្ញើសារគ្នាទៅវិញទៅមកអីចឹងទៅហើយពេលទូបញ្ជាហើយនឹងគឺធ្វើការងារបន្តមកយកលុយទៅប៉ុណ្្នឹងឯងលើនេះអ្នកចាត់ការរបស់គាត់នឹងគឺបានផ្ដល់នូវការងារមួយដែលមានតម្លៃប្រមាណជា$20,000អាមេរិកឲ្យទៅកាន់ Robert តែការងារមួយនឹងគឺ Robert ចាត់ទុកថាជាការងារចុងក្រោយរបស់គាត់ហើយដោយសារតែគាត់គឺលែងចង់ធ្វើការងារនឹងទៀតហើយសម្រាប់គោលដៅរបស់ Robert នៅលើកហ្នឹងគឺត្រូវបដិជីវិតរបស់មហាសេដ្ឋីប៉ុនលៀនម្នាក់ដែលបានបាត់មុខប្រមាណជាជាង10ឆ្នាំទៅហើយក៏ប៉ុន្តែភ្លាមៗនឹងក៏ស្ដាប់តែបានបង្ហាញមុខនៅកន្លែងទីតាំងនៃពិធីបុណ្យសពបងប្អូនប្រុសរបស់គាត់ម្នាក់ Robert បានចាប់ផ្ដើមការងាររបស់គាត់ដែលគាត់នឹងក៏បានបន្លំខ្លួនចូលក្នុងចំណោមរបស់សាច់ញាតិដែលកំពុងចូលរួមពិធីបុណ្យសពមួយហ្នឹងហើយគាត់ក៏បានបន្លំរំបងដៃរបស់គាត់ឲ្យមើលទៅហើយដូចជាកំពុងមានរបួសចឹងក៏ប៉ុន្តែធៀបពិតនៅខាងក្នុងហ្នឹងគឺគាត់បានលាក់កំភ្លើងរួចជាស្រេចនៅពេលដែលមានការ Robert នឹងក៏ចង់ធ្វើការបាញ់ប្រហារដើម្បីបដិជីវិតរបស់គោលដៅគាត់ទៅហើយក៏ប៉ុន្តែរំពេញនោះគឺគាត់ម្នាក់ផ្សេងទៀតដែលយើងមិនទាន់ស្គាល់អត្តសញ្ញាណហ្នឹងគឺបានធ្វើការបាញ់ប្រហារបដិជីវិតគោលដៅរបស់គាត់នៅកន្លែងហ្នឹងបានមុនគាត់ទៅហើយការមួយហ្នឹងគឺបានធ្វើឲ្យក្រុមមនុស្សដែលកំពុងចូលរួមពិធីបុណ្យសពមួយហ្នឹងគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែននិងបានធ្វើឲ្យកន្លែងទាំងមូលហ្នឹងមានភាពចលាចលចំណែក Robert នៅកន្លែងហ្នឹងក៏បានកន្លែងឃើញមុខរបស់គិតករដែលបានបាញ់ប្រហារនឹងផងដែរខណៈដែលគិតករនៅវិញហ្នឹងក៏បានព្យាយាមប្រយុទ្ធគ្នាជាមួយនឹងក្រុមអ្នកយាមប្រមាណអ្នកបន្ទាប់មកមិនយូរប្រមាណគេនឹងក៏ត្រូវបានក្រុមប៉ូលីសដែរមកដល់កន្លែងហ្នឹងដែរហ្នឹងគឺបានឡោមព័ទ្ធចិត្តគិតករនៅកន្លែងហ្នឹងគឺបានធ្វើជាយល់ព្រមប្រគល់ខ្លួនអនុញ្ញាតឲ្យប៉ូលីសហ្នឹងចាប់ខ្លួនគាត់វាយខ្នោះនៅកន្លែងហ្នឹងបន្ទាប់មកប៉ូលីសហ្នឹងក៏បានយកគាត់ហ្នឹងដាក់ក្នុងឡានប៉ូលីសដើម្បីបើកចាក់ចេញពីកន្លែងហ្នឹងទៅកាន់ប៉ុស្តិ៍ប៉ូលីសក្នុងកំឡុងពេលនៃការជិះនៅក្នុងឡានប៉ូលីសគិតករហ្នឹងគឺបានលេងនៅល្បិចមួយដែលគេហ្នឹងគឺបានកាច់បំបាក់មេដៃរបស់គេដើម្បីរុញខ្នោះហ្នឹងឲ្យចេញមកខាងក្រៅបានឲ្យជោគជ័យហើយបន្ទាប់ពីរួចខ្លួនហើយគេក៏បានប្រើដៃរបស់គេហ្នឹងកាច់បំបាក់ករបស់ភ្នែកប៉ូលីសម្នាក់ដែលបង្កមានចលាចលក្នុងឡានអញ្ចឹងហើយឡានហ្នឹងក៏បានបើកទៅរហូតធ្វើឲ្យកលាប់គិតករបន្ទាប់មកក៏បានដណ្ដើមយកភ្លើងស្នែករបស់គាត់ហ្នឹងត្រឡប់មកវិញបានព្រមទាំងបានបន្តធ្វើការបាញ់ប្រហារបដិជីវិតរបស់ក្រុមប៉ូលីសប្រមាណអ្នកផ្សេងទៀតនៅសល់ព្រមទាំងបានគេខ្លួនចាក់ចេញពីកន្លែងហ្នឹងបានឲ្យជោគជ័យចំណែក Robert មិនយូរប្រមាណក៏បានមកដល់កន្លែងកើតហេតុដែរក៏ប៉ុន្តែនៅពេលដែលមកដល់ហ្នឹងគឺបានឃើញតែសាកសពរបស់ប៉ូលីសប៉ុណ្ណោះខណៈដែលគិតករនៅវិញក៏បានគេខ្លួនចេញពីកន្លែងហ្នឹងទៅបាត់ទៅហើយសរុបមកកាន់តែពេលយក Robert ហ្នឹងក៏បានលួច
ស្ដាប់នៅវិទ្យុតតរបស់ប៉ូលីសនៅបានដឹងអំពីផ្លូវដែលឃាតករនឹងអាចនឹងប្រើដើម្បីគេចខ្លួនដូច្នេះហើយគេនឹងក៏បានធ្វើការវាយប្រហារទៅកាន់អ្នកបើកតាក់ស៊ីម្នាក់ទៅដើមយកតាក់ស៊ីនឹងនៅបានបើកឡានតាក់ស៊ីនឹងមកចតចាំនៅកន្លែងផ្លូវនឹងមិនយូរប៉ុន្មានឃាតករនឹងក៏បានមកដល់កន្លែងនឹងនៅបានចូលមកក្នុងតាក់ស៊ីរបស់ Robert ព្រមទាំងបានប្រាប់គាត់នឹងឲ្យបើកឡានជូនគេទៅកាន់ពលានយន្តហោះចំណែក Robert គេនឹងក៏បានធ្វើតាមការណែនាំរបស់ឃាតករក៏ប៉ុន្តែបន្ទាប់ពីបើកឡានបានបន្តិចគេនឹងក៏បានបើកឡានទៅកាន់ផ្លូវផ្សេងគឺផ្លូវខុសពីផ្លូវដែលទៅពលានយន្តហោះអញ្ចឹងណាមិនយូរប៉ុន្មានឃាតករនឹងក៏បានចាប់ផ្ដើមសង្ស័យអញ្ចឹងហើយ Robert នឹងក៏បានចាប់ផ្ដើមឈប់នៅទីតាំងមួយកន្លែងក្បែរសាលារៀនក្បែរដែរព្រមទាំងបានប្រាប់ទៅកាន់ឃាតករនឹងឲ្យចុះទៅលើឡានចំណែកឃាតករនៅពេលមកដល់ចំណុចហ្នឹងគេនឹងក៏ដឹងច្បាស់ហើយថារឿងហ្នឹងគឺមិនសូវស្រួលនោះទេអញ្ចឹងហើយអ្នកតាពីហ្នឹងក៏បានដកឲ្យភ្លើងឡើងនិងបានធ្វើការប្រជុំគ្នាទៅវិញទៅមកឃាតករបន្ទាប់មកក៏បានទម្លាយថាគាត់នឹងគឺមានឈ្មោះថា Miguel ហើយគាត់នឹងក៏ជាឃាតករអាជីពដែរដែលគេចាត់ទុកគាត់ថាជាឃាតករអាជីពលំដាប់ទី2នៅលើលោកបន្ទាប់ពី Robert ហ្នឹង Miguel បានប្រាប់ទៅកាន់ Robert ថាគាត់នឹងគឺបាននឹងរឿងរ៉ាវអតីតកាលរបស់ Robert ហ្នឹងទាំងអស់តែម្ដងរួមទាំងរឿងរ៉ាវតាក់ទងជាមួយនឹង Nikolai ផងដែរនៅកន្លែងហ្នឹងគាត់នឹងក៏បានបន្តនិយាយថាគាត់មានការគោរពនិងស្ងប់ស្ងាត់ទៅលើ Robert ហ្នឹងខ្លាំងមែនទែនក៏ប៉ុន្តែគាត់ក៏មើលឃើញថា Robert ហ្នឹងគឺជាគូប្រជែងរបស់គាត់ដែរដោយសារតែ Robert ហ្នឹងតែបានគេចាត់ទុកថាលេខ1ខណៈដែលគាត់នៅវិញគឺលេខ2អញ្ចឹងហើយគាត់ចង់បានលេខ1ហ៎ស្ថានភាពនៅកន្លែងហ្នឹងគឺតានតឹងខ្លាំងមែនទែនដោយសារតែ Miguel ហ្នឹងគឺបានវាយកញ្ចក់ផងធ្វើការបាញ់ប្រហារទៅកាន់ Robert ហើយនៅបានបញ្ជា Robert ហ្នឹងឲ្យបានឡើងទៅខាងមុខផងដែរក៏ប៉ុន្តែ Robert នៅកន្លែងហ្នឹងគេហ្នឹងគឺមិនបានធ្វើតាមនោះទេអញ្ចឹងហើយ Miguel ហ្នឹងក៏បានយកកំភ្លើរបស់គេហ្នឹងផ្ចង់សម្ដៅទៅកាន់ក្មេងៗនៅលើក្បែរហ្នឹងដែលវាគឺបានធ្វើឲ្យ Robert ហ្នឹងអត់មានជំរឿននោះទេអញ្ចឹងហើយក៏បានបន្តបើកឡានហ្នឹងទៅខាងមុខទៀតក្នុងកំឡុងពេលនៃការបើកឡាននៅតាមផ្លូវ Miguel ហ្នឹងគឺបានបន្តនិយាយអត់ឈប់នោះទេដែលគេហ្នឹងគឺបាននិយាយទៅសារ Robert លក្ខណៈថាងប់ងល់ជាមួយនឹង Robert តែម្ដងចង់ទៅដើមយកលេខ1ពី Robert អញ្ចឹងណាមិនត្រឹមតែប៉ុណ្្នឹងទេគេនឹងគឺថាទៅបាននិយាយកំ ប្លុកកំប្រៃលេងជាមួយ Robert ផងដែរដែលថាថ្ងៃណាមួយនៅពេលគេមានកូនគេនឹងប្រាប់កូនរបស់គេតែទៅជាមួយនឹងរឿងដែលគេតាមប្រមាញ់ Robert យកតំណែងជាស្ដេចឃាតករលេខ1លើលោកឲ្យកូនរបស់គេបាននឹងផងដែរក្នុងអំឡុងពេលការនិយាយនេះសក់ Miguel នឹងក៏បានបន្តដកភ្លើងធ្វើការបាញ់ប្រហារទៅកាន់ Robert ទៀតហើយក៏តែបាញ់ចំកញ្ចក់ដោយសារតែឡានតាក់ស៊ីនេះគេមានកញ្ចក់ពុះចំកណ្ដាលរវាងតកង់ជាមួយនឹងអ្នកអង្គុយខាងក្រោយអញ្ចឹងណាមិនត្រឹមតែប៉ុណ្្នឹងទេ Miguel នឹងក៏តែបានអាចចេញមកក្រៅឡានបងធ្វើការបាញ់ទៅកាន់ Robert នឹងពីកញ្ចក់ចំហៀងផងដែរក៏តែរំពេញនោះ Robert នឹងក៏បានតបតដល់បានបាល់ឡានរបស់គាត់នឹងគេជាមួយនឹងឡានក្រុងនៅក្បែរហ្នឹងដែលវាគឺបានធ្វើឲ្យ Miguel នឹងបាត់បង់លំនឹងនៅបានធ្លាក់អាវុធរបស់គេទៅលើផ្លូវ Robert នៅកន្លែងហ្នឹងគឺសឹងតែអាចចាត់ការផ្ដាច់ចិត្តរបស់ Miguel បានទៅហើយក៏តែរំពេញនោះឡានប៉ូលីសនឹងក៏បានឃើញពួកគេអាញ៉ៃពេញផ្លូវចឹងហើយក៏បានបើកដេញតាមពួកគេចឹងណាដែលស្ថានភាពមួយហ្នឹងគឺបានបង្ខំឲ្យ Robert នឹងត្រឡប់ក្បាលឡានដើម្បីបើកគេខ្លួនចេញពីការតាមចាប់របស់ក្រុមប៉ូលីសក្នុងអំឡុងពេលដែល Robert កំពុងបើកយ៉ាងលឿនគេចេញពីក្រុមប៉ូលីសដែលកំពុងតាមពីខាងក្រោយហ្នឹង Miguel នៅវិញក៏បានបន្តនិយាយគ្នាជាមួយនឹង Robert ដែលបានប្រាប់ថាគេនឹងក៏បានធ្វើការស្រាវជ្រាវនិងបានដឹងរឿងរបស់ Robert នឹងតិចគ្មានសល់នោះទេហើយនឹងបានដឹងថា Robert នឹងគឺបានផ្លាស់ជីវិតមិត្តភក្តិជាទីស្រឡាញ់របស់គេទៀតផងនៅឡើយហ្នឹងនៅមុនពេលដែល Robert នឹងអាចឆ្លើយបានហ្នឹងក៏ស្ថានភាពឡានមួយហ្នឹងគឺបានបើកកាត់ពីមុខចឹងហើយវាគឺបានធ្វើឲ្យ Robert នឹងបែរអារម្មណ៍និងបានអនុញ្ញាតឲ្យ Miguel នឹងលួចលោតតាមប្រួយចេញទៅដល់ខាងក្រៅគេខ្លួនបានជោគជ័យចំណែក Robert ក៏នឹងក៏ត្រូវបានក្រុមប៉ូលីសនឹងបន្តដេញតាមគាត់ពីខាងក្រៅផងដែររហូតដល់បន្តិចក្រោយមក Robert នឹងក៏បានបើកឡានតាក់ស៊ីនឹងមកកន្លែងចំណតរបស់ឡានដែលដោយសារតែឡាននឹងពណ៌ដូចគ្នាហើយច្រើនខ្លាំងពេកក្រុមប៉ូលីសនឹងក៏មិនបានរក Robert អត់ឃើញនោះទេដែលវាគឺបានធ្វើឲ្យ Robert នឹងអាចគេខ្លួននៅកន្លែងនឹងបានដែរទៅមួយសន្ទុះក្រោយមក Robert នឹងក៏បានត្រឡប់មកដល់ផ្ទះរបស់គាត់វិញនិងបានតាក់ទងគ្នាជាមួយនឹងអ្នកចាត់ការរបស់គាត់ដែលសួរថាតើ Miguel នឹងគឺជានរណាក៏ប៉ុន្តែអ្នកចាត់ការរបស់គាត់នឹងគឺបានប្រាប់ថាពួកគេនឹងគឺមិនដាលឺឬក៏ស្គាល់ Miguel ដែលជាឃាតករអីនោះទេអ្នកចាត់ការរបស់ Robert ក្រោយមកក៏បាននិយាយរឿងផ្សេងគឺនិយាយរឿងការងារថ្មីដែលថាគេនឹងគឺចង់ឲ្យ Robert នឹងធ្វើការងារមួយទៀតដែលគេឲ្យឈ្នួលចំនួន$2 លានបន្ទាប់ពីបញ្ចប់ការងារមួយហ្នឹង Robert ពីដំបូងក៏ហាក់ដូចជាស្ទាក់ស្ទើរក៏ប៉ុន្តែបន្ទាប់ពីអ្នកចាត់ការនឹងបានប្រាប់ថាបើសិនជាគាត់ធ្វើការងារមួយហ្នឹងហើយគឺបានលុយប៉ុណ្ណឹងអាចចូលនិវត្តន៍បានហ្នឹងគាត់នឹងក៏បានយល់ព្រមទៅអ្នកចាត់ការបន្ទាប់មកក៏បានប្រាប់ការងារលម្អិតឲ្យទៅកាន់ Robert ដែលថាគោលដៅរបស់គេគឺនារីម្នាក់ឈ្មោះថា Electra ដែលនាងគឺជាអ្នកដែលមានជំនាញខាង hack ខ្លាំងមែនតើហើយនាងគឺបាន hack លួចយកនូវព័ត៌មានសំខាន់មួយមិនត្រឹមតែប៉ុណ្្នឹងទេពួកគេនឹងក៏បាននាំមកថា Electra នឹងក៏បានយកព័ត៌មានដែលនាងបានលួចបានហ្នឹងដាក់ចូលក្នុង disk មួយព្រមទាំងមានចេតនាក្នុងការលក់ទៅឲ្យអ្នកទិញ4នាក់ដែលមកពីប្រទេស Netherlands សម្រាប់ការងាររបស់ Robert គឺគេនឹងចាំបាច់ត្រូវតែផ្ដាច់ជីវិតរបស់អ្នកទិញ9នាក់ហ្នឹងហើយយក disk ហ្នឹងត្រឡប់មកវិញបន្តផ្ដាច់ជីវិតរបស់ Electra នឹងដែរទៅសេរីមកកាត់ថ្ងៃបន្ទាប់ Electra នឹងក៏បានមកដល់ទីតាំងនៃសន្តាគារមួយកន្លែងជាកន្លែងដែលនាងបានណាត់ជួបគ្នាជាមួយអ្នកទិញដើម្បីដោះដូរទំនិញ Electra បន្ទាប់ពីចូលទៅដល់ក្នុងបន្ទប់របស់នាងហើយនឹងក៏បានតាក់ទងគ្នាជាមួយអ្នកទិញដែលបានណែនាំពួកគេនឹងឲ្យទៅកាន់បន្ទប់ផ្សេងមួយទៀតមិនមែនជាបន្ទប់ដែលនាងកំពុងនៅនោះទេក្នុងពេលតែមួយនេះយើងឃើញថា Robert នៅវិញក៏បានតាមដានក្រុមអ្នកទិញ9នាក់ហ្នឹងតាំងពីពលានយន្តហោះរហូតមកដល់សន្តាគារនឹងដែរនៅទីនោះ Robert នឹងគឺប្រងបន្លំចូលទៅក្នុងចនាយន្តជាមួយអ្នកទិញ9នាក់ហ្នឹងដើម្បីផ្ដាច់ជីវិតរបស់គេក៏ប៉ុន្តែចូលអត់តនោះទេពួកនឹងគឺបានតែមុនបាត់អញ្ចឹងណាអញ្ចឹងហើយបន្តមកទៀតគេគឺចាំបាច់ទៅឃើញថាតើអ្នកទិញហ្នឹងទៅជួបគ្នាជាមួយ Electra នៅក្នុងបន្ទប់មួយណាដើម្បីគេនឹងទៅធ្វើការផ្ដាច់ជីវិតអ្នក9នាក់ហ្នឹងបើទោះជាអញ្ចឹងក៏ដោយនៅក្នុងចនាយន្តរបស់អ្នកទិញនោះវិញយើងឃើញថា Miguel នឹងក៏កំពុងមានវត្តមាននៅកន្លែងនោះដែរគឺនៅក្នុងចនាយន្តជាមួយនឹងក្រុមអ្នកទិញនឹងតែម្ដងត្រឡប់មក Robert វិញគេក៏បានលួចចូលទៅប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រនៅក្នុងសន្តាគារនិងបានរកឃើញនៅទីតាំងបន្ទប់ដែលក្រុមរបស់អ្នកទិញ9នាក់ហ្នឹងត្រូវចូលទៅយកអវ៉ាន់ពី Electra
ហើយចំណែកក្រុមអ្នកទិញដំបូងអ្នកណោះវិញពួកគេនឹងក៏បានចូលមកដល់ក្នុងបន្ទប់ដែលអេឡិចត្រានឹងបានណែនាំអីគណៈដែលអេឡិចត្រាណោះវិញក៏បានតាក់ទងគ្នាជាមួយនឹងពួកគេតាមរយៈ speaker ដែលនឹងបានដាក់នៅក្នុងបន្ទប់ហ្នឹងអេឡិចត្រានៅកន្លែងហ្នឹងគឺបានប្រាប់ទៅកាន់ក្រុមអ្នកទិញថានឹងគឺត្រូវការពួកគេនឹងបង់លុយមុនចំនួន$10000ជាថ្នូរជាមួយនឹងការដែលនឹងប្រាប់ថាតាឌីហ្នឹងគឺនៅកន្លែងណាហើយបន្ទាប់ពីព្រមព្រៀងគ្នាហើយនឹងក៏បានប្រើប្រដាប់បញ្ជាពីចម្ងាយឲ្យវាធ្វើដំណើរតាមរយៈបំពង់ខ្យល់ទៅប្រមូលយកលុយហ្នឹងយកមកឲ្យនាងក្នុងកំឡុងពេលដែលការចរចាគ្នារវាងអេឡិចត្រាជាមួយនឹងក្រុមអ្នកទិញដំបូងអ្នកហ្នឹងកំពុងបន្តយើងឃើញថា Migo នេះវិញក៏បានទម្លុះទ្វារចូលមកដល់ក្នុងបន្ទប់បន្ទាប់មកគេក៏បានធ្វើការបាញ់ប្រហារផ្ដាច់ចំបរបស់ក្រុមអ្នកទិញដំបូងអ្នកហ្នឹងភ្លាមៗនៅនឹងកន្លែងចំណែកអេឡិចត្រានឹងក៏បានលើសម្លេងក្នុងដាំងបន្តិចដែរចឹងហើយក៏បានសួរតាមរយៈ speaker តើអ្វីៗហ្នឹងគឺអត់មានបញ្ហាអីណានៅក្នុង Migo បានឆ្លើយតបជាមួយនឹងអេឡិចត្រាជាមួយនឹងសម្ដីធម្មតាតែម្ដងដែលបានប្រាប់ថាអីនោះទេគឺឲ្យនាងបន្តតែទៅជាមួយនឹងការងារក្នុងការដោះដូររបស់ពួកគេហ្នឹងតទៅមុខទៀតទៅបើទោះជាអញ្ចឹងក៏ដោយអេឡិចត្រានឹងក៏មានអារម្មណ៍ថាហាក់ដូចជាអត់សូវស្រួលនោះទេចឹងហើយនឹងក៏បានសម្រេចចិត្តលុបនៅព័ត៌មានទាំងអស់បានដែលនឹងកំពុងផ្ញើចេញពី data នឹងចោលទាំងអស់តែម្ដងដែលវាគឺបានធ្វើឲ្យ Migo នឹងមានអារម្មណ៍ថាមូមកក្តៅក្រហាយខ្លាំងមែនទែនអេឡិចត្រាបន្ទាប់មកក៏បានរៀបចំអវ៉ាន់ផងចាក់ចេញពីសណ្ឋាគារមួយនឹងក៏ប៉ុន្តែរំពេញនោះ Robert នឹងក៏បានចូលមកដល់និងបានកាក់នាងជាប់នៅកន្លែងនោះទៅចំណែក Migo គេនឹងក៏បានលើសម្លេងរបស់ Robert ចូលមកក្នុងបន្ទប់ចាប់អេឡិចត្រាតាមរយៈ speaker ដែលអេឡិចត្រាបានដាក់នឹងដែរអញ្ចឹងហើយគេនឹងក៏បានព្យាយាមតាក់ទងគ្នាជាមួយនឹង Robert នៅកន្លែងហ្នឹង Robert នឹងក៏បានដកហូតយក ID ហ្នឹងពីអេឡិចត្រាខណៈដែល Migo នៅវិញក៏បាននិយាយប្រាប់ទៅកាន់ Robert ថា Robert នឹងផ្ដាច់ជីវិតរបស់អេឡិចត្រាទៅដើម្បីបញ្ចប់ការងាររបស់គាត់ក៏ប៉ុន្តែ Robert នៅវិញគាត់នឹងគឺគ្មានទម្លាប់ធ្លាប់បាញ់ផ្ដាច់ជីវិតរបស់មនុស្សស្រីនោះទេអញ្ចឹងហើយគាត់ក៏បានសម្រេចចិត្តបាញ់ប្រខុយចំខ្នើយអញ្ចឹងណាដើម្បីបន្លប់ Migo បន្ទាប់មកគាត់ក៏បានចាប់ក្បួនអេឡិចត្រាដើម្បីចាក់ចេញពីសណ្ឋាគារមួយហ្នឹងទៅទាំងអស់គ្នាទៅមិនយូរប៉ុន្មាន Migo នឹងក៏បានចូលមកដល់ក្នុងបន្ទប់របស់អេឡិចត្រាដែរនឹងអត់ឃើញមានសាកសពរបស់អេឡិចត្រាទេអញ្ចឹងហើយក៏បានដឹងថា Robert នឹងគឺបានបោកគេខណៈដែល Robert នៅវិញគឺបានបើកឡានទៅជាមួយនឹងអេឡិចត្រាហ្នឹងនៅតាមផ្លូវបាត់ទៅហើយក្នុងកំណត់ពេលនៃការជិះឡាននៅតាមផ្លូវអេឡិចត្រាប្រកាសថាគេនឹងគឺមិនទុកចិត្ត Robert នោះទេនាងបានឆ្លៀតឱកាសដែល Robert បានប្រយ័ត្ននឹងរត់ចេញពីឡានរបស់ Robert និងបានចូលមកក្នុងឡានក្រុងមួយហើយឡានក្រុងក៏បានបើកចាក់ចេញពីកន្លែងហ្នឹងទៅបានទៅអេឡិចត្រាដែលសារតែប្រយ័ត្នខ្លាំងពេកនឹងក៏បានភ្លេចឆ្មារបស់នាងនៅឡានខាងក្រោយចឹងហើយ Robert នឹងក៏បានយកឆ្មាហ្នឹងយកមកទុកដើម្បីប្រើវាក្នុងការតាមដានរកមើលកន្លែងរបស់អេឡិចត្រាហ្នឹងនៅពេលក្រោយក្នុងពេលតែមួយនេះយើងឃើញថា Migo ក៏កំពុងនៅក្នុងបន្ទប់សណ្ឋាគារនោះវិញគេនឹងក៏បានរកឃើញរូបថតមួយចំនួនដែលអេឡិចត្រាហ្នឹងបានថតឲ្យឆ្មារបស់នាងផងដែរចឹងហើយរូបថតហ្នឹងគឺជាប់ទីតាំងជាប់អីខ្លះចឹងណាដែលវាគឺអាចធ្វើឲ្យគេហ្នឹងដឹងអំពីតម្រុយទៅតើអេឡិចត្រាហ្នឹងនៅកន្លែងណាចំណែក Robert នៅវិញតាមរយៈឆ្មាដែលអេឡិចត្រាហ្នឹងបានបន្សល់ទុកឲ្យគេនឹងក៏បានមកកាន់ទីតាំងនៃហាងលក់សត្វចិញ្ចឹមមួយកន្លែងជាកន្លែងដែលអេឡិចត្រាហ្នឹងអាសាមកខ្លាំងមែនទែនដែលសង្ឃឹមថាគេនឹងគឺអាចដឹងអំពីអាសយដ្ឋានរបស់អេឡិចត្រាហ្នឹងពីម្ចាស់ហាងនៅកន្លែងនោះនិយាយទៅអេឡិចត្រានៅវិញយើងគឺបានត្រឡប់មកដល់ផ្ទះរបស់នាងវិញហើយនឹងបានចាប់ដើមរៀបចំអវ៉ាន់របស់នាងហ្នឹងបញ្ញាខ្លាំងមែនទែនក្នុងកំឡុងពេលនៃការរៀបចំអវ៉ាន់នាងក៏បានឆែកមើលនៅវីដេអូក្នុងកាមេរ៉ាសុខភាពរបស់នាងនឹងបានឃើញថា Migo នឹងក៏បានមកដល់ទីតាំងនៃអគារផ្ទះរបស់នាងដែរបាត់ទៅហើយនឹងបានធ្វើការបាញ់ប្រហារផ្ដាច់ជីវិតអ្នកជិតខាងដែលគេបានជួបនៅតាមផ្លូវរំពេញនោះ Robert នៅវិញក៏បានចូលមកដល់ក្នុងបន្ទប់នាងបាត់ទៅហើយគឺមកជាមួយនឹងឆ្មាដែលនៅបានភ្លេចហ្នឹង Robert បានប្រាប់ទៅកាន់អេឡិចត្រាថាបើសិនជានាងចង់រស់ហ្នឹងគឺឲ្យធ្វើតាមគាត់ដែលអេឡិចត្រានឹងក៏បានយល់ព្រមអញ្ចឹងហើយគាត់ក៏បានប្រាប់ទៅកាន់នាងថានាងធ្វើដំណើរទៅកាន់ទីតាំងនៃហាងលក់សត្វចិញ្ចឹមហើយចាំគាត់នៅកន្លែងនោះទៅគាត់នឹងត្រឡប់ចូលទៅក្នុងផ្ទះវិញដើម្បីធ្វើការបាញ់ប្រហារតទល់គ្នាជាមួយនឹង Miguel នៅក្នុងផ្ទះនៅវិញយើងឃើញថា Miguel គឺនៅតែបន្តធ្វើការរករយជុំវិញទីតាំងនៃផ្ទះរបស់អេឡិចត្រានៅតែម្ដងដើម្បីរកឌីសហ្នឹងនៅទីនោះគាត់នឹងក៏បានរកឃើញនៅអបម្ដងរបស់អេឡិចត្រាអញ្ចឹងហើយក៏បានយកវាមកបាញ់នៅចំមុខរបស់គាត់ដែលធ្វើឲ្យគាត់នឹងក៏ហាក់ដូចជាចាំក្លិនរបស់អេឡិចត្រាហ្នឹងហើយនៅខាងក្រៅនៅវិញយើងឃើញថាអេឡិចត្រានឹងក៏បានព្យាយាមធ្វើតាមការណែនាំរបស់ Robert ដែរដែលបានបើកឡានចាចេញក៏ប៉ុន្តែនៅកន្លែងហ្នឹងនាងក៏បានប្រទះផ្លូវគ្នាជាមួយនឹងមិត្តរួមបន្ទប់របស់នាងហើយនឹងបានព្យាយាមបំពេញមិត្តរួមបន្ទប់របស់នាងហ្នឹងកុំឲ្យចូលទៅដែរក៏ប៉ុន្តែមិត្តរួមបន្ទប់របស់នាងហ្នឹងគឺស្ដាប់អត់លឺនោះទេនឹងបានត្រឡប់ចូលទៅក្នុងផ្ទះវិញត្រឡប់មកក្នុងផ្ទះវិញយើងឃើញថា Robert ជាមួយនឹង Miguel ហ្នឹងគឺបានប្រឈមមុខដាក់គ្នាហើយដែលពួកគេក៏បានធ្វើការបាញ់ប្រហារគ្នាទៅវិញទៅមកឡើងប៉ាពេញផ្ទះតែម្ដងបើតែក្រោយមកមិត្តរួមបន្ទប់របស់អេឡិចត្រាហ្នឹងក៏បានដើរចូលមកដល់ដែល Miguel នៅពេលបានឃើញហ្នឹងក៏បានលងឃើញថានាងគឺជាអេឡិចត្រាហើយប្រអប់មួយប្រអប់កដោមួយដែលនាងកំពុងកាន់ហ្នឹងគឺប្រហែលជាឌីសដែលអេឡិចត្រាហ្នឹងដាក់ត្រណីចំណែក Henry ដែលជាមិត្តរួមបន្ទប់របស់អេឡិចត្រានៅពេលដែលឃើញចលាចលអញ្ចឹងក៏បានព្យាយាមរកគេខ្លួនក៏ប៉ុន្តែរំពេញនោះ Miguel ក៏បានបាញ់ប្រហារផ្ដាច់ជីវិតរបស់នាងនៅបានទៅដើមយកប្រអប់កដោហ្នឹងយកមកទុករីអេឡិចត្រាហ្នឹងក៏បានត្រឡប់ចូលក្នុងផ្ទះវិញដើម្បីមកជួយមិត្តរួមបន្ទប់របស់នាងដែរក៏ប៉ុន្តែយឺតពេលបាត់ទៅហើយដែល Robert គឺបានខត់នាងអំបីឲ្យចូលនោះទេបន្ទាប់មកគាត់ក៏បានរៀបចំបន្ទាក់គ្រឿងផ្ទុះមួយដើម្បីបំផ្ទុះ Miguel ក៏បាននៅខាងក្នុងហើយនៅពេលដែលគ្រឿងផ្ទុះហ្នឹងគឺបានផ្ទុះឡើងយើងក៏បានឃើញថា Miguel នៅវិញក៏បានលុតចេញពីពួយហ្នឹងបានទាន់ពេលវេលាបាត់ទៅហើយចំណែក Robert បន្ទាប់ពីមើលបញ្ជាក់ដឹងថា Miguel ហ្នឹងក៏បានគេចខ្លួនចេញពីកន្លែងហ្នឹងគាត់ក៏បាននាំអេឡិចត្រាហ្នឹងចាក់ចេញទៅជាមួយនឹងគ្នាផងដែរនៅតែពីនេះបន្ទាប់មកក៏បាននាំគ្នាធ្វើដំណើរមកកាន់ទីតាំងនៃបន្ទប់សណ្ឋាគារមួយកន្លែងដែលនៅទីនោះទៅបានពួកគេហ្នឹងមានឱកាសក្នុងការណែនាំឲ្យស្គាល់គ្នាទៅវិញទៅមកអេឡិចត្រាបានសួរសំណួរមួយចំនួនទៅកាន់ Robert ក៏ប៉ុន្តែនៅពេលដែល Robert បានប្រយ័ត្ននឹងក៏បានកញ្ចក់យកកំភ្លើងរបស់ Robert នៅលើតុនិងបាន
បានធ្វើការផ្ចង់ទៅកាន់គាត់ចំណែក Robert បើទោះជាឃើញអញ្ចឹងក៏ដោយគាត់នឹងគឺមិនមានប្រតិកម្មឬក៏បង្ហាញនៅភាពភ័យខ្លាចអីនោះទេគណៈដែល Elektra នៅវិញក៏បានព្យាយាមនិយាយរអ៊ូរទាំដែលថាឲ្យ Robert នឹងប្រគល់ជីវិតដ៏ស្ងប់សុខរបស់នាងត្រឡប់មកវិញមកព្រោះថាតាំងតែពីពេលដែល Robert ជាមួយនឹង Amigo នឹងបង្ហាញខ្លួនជីវិតរបស់នាងគឺអញ្ញែអញ្ញែខ្លាំងមែនតើចំណែក Robert គាត់ក៏បាននិយាយប្រាប់ទៅកាន់ Elektra ថាបើទោះជានាងបាញ់ប្រហារផ្ដាច់ជីវិតរបស់គាត់ឥឡូវនឹងក៏ដោយក៏នាងគឺមិនអាចមានជីវិតបាននោះទេក៏ព្រោះតែប្រកាសណា Amigo ច្បាស់ជាបន្តតាមប្រមាញ់នាងបើទោះជានាងលាក់ខ្លួននៅកន្លែងណាក៏ដោយលើអញ្ចឹង Elektra នឹងក៏មានអារម្មណ៍ថាតបប្រមល់និងតក់សិចខ្លាំងមែនតើអញ្ចឹងហើយក៏បានបាញ់3គ្រាប់សម្ដៅទៅកាន់ Robert ក៏តែបាញ់ខុសនោះទេចំណែក Robert គាត់នឹងក៏មិនមានប្រកាសប្រកាន់អីដែរគឺបានយឺតសម្ដៅទៅកាន់ Elektra បន្ទាប់មកក៏បានដកយកកំភ្លើងរបស់គាត់នឹងពី Elektra ត្រឡប់មកវិញព្រោះតែបានទុកឲ្យនាងនៅក្នុងបន្ទប់តែម្នាក់ឯងដើម្បីសម្រួលអារម្មណ៍បន្តិចទៅក៏លើតែ Amigo នៅវិញគេនឹងក៏បានព្យាយាមតាក់ទងជាមួយនឹងអ្នកចាត់ការរបស់គេដែលបានរាយការណ៍អំពីស្ថានភាពទូទៅដែលថាគេនឹងគឺបានប្រាជ្ញារបស់អ្នកទិញ14នាក់ហ្នឹងឯងព្រមទាំងអ្នកចាត់ការរបស់ Elektra ផងដែរក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយគេនឹងក៏បានសារភាពថាគេនឹងបានបរាជ័យក្នុងការប្រាជ្ញារបស់ Elektra ក៏ដូចជាយកឌីសត្រឡប់មកវិញចំណែកអ្នកចាត់ការនៅពេលបានលើអញ្ចឹងគេនឹងក៏មានការខឹងសម្បាជាមួយនឹង Amigo ខ្លាំងមែនតើអញ្ចឹងហើយក៏បានលុបចោលនៅកងត្រារវាងគេជាមួយនឹង Amigo ហ្នឹងដែលវាក៏បានធ្វើឲ្យ Amigo ហ្នឹងមានអារម្មណ៍ថាតបប្រមល់កាន់តែខ្លាំងទៅហើយក្នុងពេលតែមួយហ្នឹង Robert នៅវិញក៏បានតាក់ទងគ្នាជាមួយអ្នកចាត់ការរបស់គេដូចគ្នាដែលបានប្រាប់ថាគេនឹងគឺយកបានអាឌីសហ្នឹងហើយអញ្ចឹងហើយគឺឲ្យយកលុយចំនួន$2 លានដែលបានសន្យាជាមួយនឹងគេហ្នឹងយកមកដោះដូរជាមួយនឹងអាឌីសហ្នឹងមកដែលអ្នកចាត់ការរបស់គេហ្នឹងក៏បានយល់ព្រមពេលយប់ថ្ងៃដដែលហ្នឹង Elektra ហ្នឹងក៏បានគេងនៅលើគេនៅបន្ទប់ស្នាក់គេមួយហ្នឹងខណៈដែល Robert នៅវិញគឺគេងនៅលើឥដ្ឋនៅមុនពេលគេង Elektra ហ្នឹងក៏បានឲ្យសុកកាឡាម្ដុំហ្នឹងឲ្យទៅកាន់ Robert ដើម្បីជាការអរគុណដែលគាត់នឹងបានជួយសង្គ្រោះជីវិតរបស់នាងរីឯ Robert បន្ទាប់មកក៏បានលើកសំណើមួយប្រាប់ទៅកាន់ Elektra តាក់ទងជាមួយនឹងផែនការថ្មីរបស់គាត់ដែលបាននិយាយថាបើសិនជា Elektra ហ្នឹងយល់ព្រមជួយការងាររបស់គាត់ហ្នឹងគាត់នឹងចែកលុយចំនួន$1 លានហ្នឹងឲ្យទៅកាន់នាងចំណែក Elektra ហ្នឹងក៏បានយល់ព្រមសេរីមកកាត់ទៅពេលប្រាប់ថ្ងៃបន្ទាប់អ្នកទៅពេលហ្នឹងគឺបានចាប់ដាក់អនុវត្តផែនការរបស់គេហើយដោយ Robert ហ្នឹងគឺមានចេតនានឹងការយកឌីសហ្នឹងយកទៅលក់ឲ្យអ្នកចាត់ការរបស់គាត់ដូចជាអ្វីរៀងបានដឹងអញ្ចឹង Robert បានទៅជួបគ្នាជាមួយអ្នកតំណាងអ្នកចាត់ការរបស់គាត់ដើម្បីធ្វើការដោះដូរឌីសហ្នឹងជាមួយនឹងលុយហើយបន្ទាប់ពីបញ្ជាក់ថានៅក្នុងកាសហ្នឹងគឺមានលុយគ្រប់គ្រាន់អស់ហើយគាត់នឹងក៏បានបកគលឌីសឲ្យទៅកាន់អ្នកតំណាងអ្នកចាត់ការរបស់គាត់ហ្នឹងទៅបន្ទាប់មកគាត់ក៏បានត្រឡប់ចូលមកក្នុងឡានជាមួយនឹង Elektra វិញគឺកំឡុងពេលនៃការបើកឡានចាក់ចេញពីកន្លែងហ្នឹងអ្នកទៅពីហ្នឹងក៏បានលើសំឡេងប៊ីបប៊ីបប៊ីបនៅក្នុងវ៉ាលីហ្នឹងចឹងហើយពួកគេក៏បានដឹងថាវ៉ាលីហ្នឹងគឺមានក្របបែកហើយដូច្នេះហើយនៅពេលដែលពួកគេហ្នឹងបើកឡានមកដល់កន្លែងស្ងាត់មកកន្លែង Robert ហ្នឹងក៏បានកវែងវ៉ាលីដែលមានក្របបែកហ្នឹងទៅខាងក្រៅដែលវាគឺបានផ្ទុះឡើងខ្លាំងមែនតើគឺផុតគ្នាបន្តិចជាមួយនឹងពួកគេចឹងណាកុំឲ្យចេះរយនៅកន្លែងហ្នឹងបាត់នៅកន្លែងហ្នឹង Robert ហ្នឹងក៏បាននឹងច្បាស់ហើយថាអ្នកចាត់ការរបស់គាត់ហ្នឹងគឺមិនត្រឹមតែចង់បានឌីសនឹងប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងចង់ផ្ដាច់ជីវិតរបស់គាត់ផងដែរហើយ Robert ហ្នឹងក៏បានគិតថាគាត់នឹងក៏បានបាត់បង់អាឌីសនឹងបាត់ទៅហើយក៏ប៉ុន្តែភ្លាមៗហ្នឹង Elektra ហ្នឹងក៏បានអាឌីសមួយទៀតទៅកាន់គាត់បានប្រាប់ថាអាឌីសដែលនាងបានឲ្យគាត់នៅមុនហ្នឹងគឺជាអាឌីសដែលនាង copy ប៉ុណ្ណោះទេអាឌីសមែនតើគឺនៅកន្លែងនេះផុតពីនោះមក Robert ហ្នឹងក៏បានព្យាយាមតេស្តមើលតើអាឌីសហ្នឹងគឺមានតម្លៃប៉ុណ្ណាចឹងហើយគេក៏បានតាក់ទងមកកាន់អ្នកចាត់ការរបស់គេម្ដងទៀតដែលបានប្រាប់ថាឲ្យលុយគេចំនួន$20 លានមកគេនឹងបកគោឌីសហ្នឹងឲ្យទៅកាន់គាត់ជាឌីសមែនតើហើយនៅកន្លែងហ្នឹង Robert ហ្នឹងគឺមានការភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារតែអ្នកចាត់ការរបស់គាត់ហ្នឹងគឺបានយល់ព្រមទៀតដោយគ្មានស្ទាក់ស្ទើរទេហើយថាតែបានសមឲ្យគាត់ហ្នឹងផ្ញើកង់ធនាគារឲ្យទៅកាន់ពួកគេផងដែរចំណែក Elektra ហ្នឹងក៏មានការភ្ញាក់ផ្អើលដែរដោយសារតែលុយ$20 លានហ្នឹងគឺវាច្រើនខ្លាំងណាស់លោកព្រះហើយចឹងហើយ Robert ហ្នឹងក៏បានសន្យាប្រាប់ទៅកាន់ Elektra ថាមិនអីទេលុយហ្នឹងគឺចែកគ្នាពាក់កណ្ដាលម្នាក់កំភៃហើយងាកទៅ Amigo នៅវិញគេហ្នឹងក៏អត់មានការងារធ្វើនោះទេចឹងហើយក៏បានសម្រេចចិត្តតាក់ទងទៅកាន់អ្នកចាត់ការរបស់គេហ្នឹងនៅបានសមឱកាសជាលើកទី2ដែលអ្នកចាត់ការរបស់គេហ្នឹងក៏បានយល់ព្រមហើយបន្ទាប់មកក៏បានផ្ញើគោលដៅថ្មីឲ្យមកកាន់គេដែលយើងក៏បានឃើញថាគោលដៅមួយហ្នឹងគឺជា Robert ហ្នឹងឯងសេរីមកកាត់ថ្ងៃបន្ទាប់យើងឃើញថាក្រុមរបស់ Robert ជាមួយនឹង Elektra នៅវិញក៏បានធ្វើដំណើរទៅកាន់ទីក្រុងថ្មីមួយទៀតដើម្បីបញ្ចប់បេសកកម្មចុងក្រោយរបស់ពួកគេអ្នកទាំងពីរនាក់បន្ទាប់មកក៏បានចូលមកក្នុងសណ្ដាគារបបងចោលមកកន្លែងដែលមានទីតាំងនៅក្បែរធនាគារមួយបន្ទាប់មកពួកគេក៏បានឡើងមកជាន់ខាងលើបំផុតដែល Robert ក៏បានទាញបង្អួចបន្ទាប់មកក៏បានបញ្យល់ប្រាប់អំពីផែនការនៅថ្ងៃបន្ទាប់របស់ពួកគេហ្នឹងឲ្យទៅកាន់ Elektra បានដឹង Robert បានបញ្យល់ថាគាត់នឹងគឺដឹងច្បាស់តែម្ដងថា Amigo ច្បាស់ជាបន្តមកតាមប្រមាញ់គាត់ជាជាពុំខានទេចំណែករបៀបដែល Amigo នឹងប្រាជ្ញាជីវិតរបស់គាត់ហ្នឹងគឺនៅពេលដែលគាត់ហ្នឹងដើរចូលក្នុងធនាគារដើម្បីបើកលុយ Amigo គេនឹងមកតាំងទីនៅកន្លែងដែលពួកគេកំពុងនៅនឹងឯងដើម្បីរៀបចំកំភ្លើងស្នេហ៍របស់គេហ្នឹងរងចាំនៅពេលដែល Robert ចេញពីធនាគារមកគឺបាញ់ប្រាជ្ញាជីវិតរបស់ Robert យកតែម្ដងក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយ Robert គឺបានប្រាប់ថាគាត់មានផែនការនៅក្នុងការទប់ទល់បានន័យថានៅពេលគាត់ចូលក្នុងធនាគារហើយហ្នឹងគាត់នឹងព្យាយាមសង្ងំនៅក្នុងធនាគារហ្នឹងឲ្យបានយូរតាមតែធ្វើទៅបានរហូតទាល់តែ Amigo ហ្នឹងអស់ការអត់ធ្មត់ហើយតាមរកគាត់នៅក្នុងធនាគារ Robert បានបន្តបញ្យល់ថា Amigo ហ្នឹងគឺច្បាស់ណាស់មិនអាចយកកំភ្លើងស្នេហ៍របស់គេហ្នឹងចូលមកតាមគេនៅក្នុងធនាគារបានទេអញ្ចឹងហើយគេនឹងគឺប្រកាសជាទុកកំភ្លើងស្នេហ៍របស់គេហ្នឹងនៅក្នុងសណ្ដាគារបបងចោលហ្នឹងចាក់ឈ្មោះមិនខានទេចំណែកការងាររបស់ Electro គឺទៅឆ្លៀតឱកាសហ្នឹងចូលមកក្នុងទីតាំងនៃសណ្ដាគារចំណាស់មួយហ្នឹងលួចយកកំភ្លើងស្នេហ៍របស់ Amigo ហ្នឹងយកទៅលាក់ដើម្បីកុំឲ្យ Amigo ហ្នឹងអាចធ្វើការបាញ់ប្រហារទៅកាន់គាត់បាននៅពេលដែលគាត់ហ្នឹងចេញពីធនាគារមកវិញចំណែក Elektra ហ្នឹងក៏មានចម្ងល់ដែរថាមិនបាទ Robert ហ្នឹងច្បាស់ម៉េចថានៅពេលដែលគាត់ដើរចូលធនាគារភ្លាមហ្នឹងគឺ Amigo ហ្នឹងមិនធ្វើការបាញ់ប្រហារប្រាជ្ញាជីវិតរបស់គាត់ភ្លាមៗនៅកន្លែងហ្នឹងទៅដែល Robert ក៏បានបញ្យល់ថាគាត់គឺបានជួបគ្នាជាមួយនឹង Amigo ហ្នឹងច្រើនដងដែលបានដឹងថា Amigo ហ្នឹងគឺងប់ងល់ជាមួយនឹងអំណាចរបស់គេខ្លាំងមែនតើចង់ឈ្នះគាត់ចឹងណាអញ្ចឹងហើយការងាររបស់ Amigo នៅថ្ងៃស្អែកហ្នឹងគឺមិនមែនត្រឹមតែផ្ដាច់ជីវិតរបស់គាត់ប៉ុណ្ណោះទេក៏ប៉ុន្តែគេនឹងគឺចង់បង្កើតឡើងវិញនៃឈុតឆាកកាលពី5-10ឆ្នាំមុនគឺនៅពេលដែល Robert ហ្នឹងបានបាញ់ប្រហារផ្ដាច់ជីវិត
នេះក៏ឡាយដែលជំនិតភ័ក្ររបស់គាត់ដូច្នេះហើយទៅបន្ទើ Robert នឹងប្រកាសក្នុងចិត្តថា Miguel នឹងគឺមិនបាញ់គាត់នោះទេរហូតដល់តែគាត់នឹងចេញពីធនាគារមកវិញហើយភ្នែករបស់គេជាមួយនឹងភ្នែករបស់គាត់នឹងគឺសម្លឹងប៉ះគ្នាទៅបានគេនឹងគេកាយកំភ្លើងផ្ដាច់ជីវិតរបស់គាត់សេរីមកកាន់ទៅពេលយប់យើងឃើញថា Miguel គឺបានមកដល់តំបន់ហ្នឹងហើយគេនឹងក៏បានចាប់ផ្ដើមមើលជុំវិញកន្លែងហ្នឹងផងដែរដើម្បីត្រៀមនឹងការធ្វើផែនការរបស់គេនៅថ្ងៃស្អែកក្នុងពេលតែមួយយើងឃើញថា Robert ជាមួយនឹង Electra នៅវិញកំពុងចំណាយពេលជាមួយគ្នានៅក្នុងទីតាំងនៃបន្ទប់សណ្ឋាគារមួយកន្លែងនៅទីនោះ Electra នឹងគឺបានចូលមើលគេដើរលក្ខណៈក្បួនព្យុហយាត្រានៅតាមផ្លូវអញ្ចឹងណាហើយបន្តិចក្រោយមក Robert នឹងក៏បានចូលមកនិយាយនេះជាមួយនឹងនាងដែរនៅកន្លែងហ្នឹង Robert ក៏បានទម្លាយប្រាប់ទៅកាន់ Electra តែទៅជាមួយនឹងដំបៅក្នុងទ្រូងរបស់គាត់ដែលជាប់ជាមួយគាត់នឹងជាង 5-10 ឆ្នាំមកហើយគឺរឿងតែទៅជាមួយនឹងការដែលគាត់នឹងផ្ដាច់ជីវិតរបស់ Nikolai ដែលជាមិត្តភក្តិជិតស្និទ្ធរបស់គាត់នឹងឯងក្នុងកំឡុងពេលដែល Robert កំពុងបន្តនិយាយគាត់នឹងក៏បានសង្កត់ឃើញថាបាត់ Electra ពីកន្លែងហ្នឹងបាត់ទៅហើយគណៈដែលនាងនៅវិញកំពុងតែចូលរួមជាមួយនឹងក្រុមព្យុហយាត្រាដើម្បីកំសាន្តជាមួយនឹងគេជាមួយនឹងឯង Electra ក្នុងកំឡុងពេលដែលគេដើរនៅក្នុងក្បួនព្យុហយាត្រាជាមួយប្រជាជនក្នុងតំបន់ហ្នឹងនាងក៏បានក៏លេចទៅឃើញ Miguel នៅកន្លែងហ្នឹងដែរដូច្នេះហើយនាងក៏បានបញ្ញាបញ្ញារកកន្លែងពូនគណៈដែល Miguel នៅវិញក៏បានចាប់ដឹងថាអូអាហ្នឹងគឺជាក្លិនរបស់ Electra តាចឹងហើយគាត់ក៏បានព្យាយាមដោរមើលនាងទៅតាមក្លិនហ្នឹងហើយនៅពេលដែល Miguel នឹងទៅសឹងទៅរក Electra ឃើញទៅហើយ Robert ក៏បានបង្ហាញខ្លួនចេញមកនៅបាន Electra ហ្នឹងមកពួននៅក្បែរដុំថ្មមកកន្លែងដែលមានផ្កាពេញនឹងតែម្ដងអញ្ចឹងហើយនៅពេលដែល Miguel នឹងតាមរក Electra មកដល់កន្លែងផ្កាហ្នឹងគេហិតទៅឃើញថាក្លិនស្តៀងគ្នាក៏បានគិតថាប្រហែលជាចំហរបស់គេហ្នឹងគឺបានក្បត់គេហើយសេរីមកកាត់ទៅពេលផឹកហ្នឹងឯងបន្ទាប់ Robert ជាមួយ Electra នឹងក៏បានចាប់តាមរៀបចំអនុវត្តផែនការរបស់ពួកគេហើយ Robert បន្តមកក៏បានឲ្យកំភ្លើងបដាមទៅកាន់ Electra ព្រោះតែបានប្រាប់ថាយកកំភ្លើងទុកទៅដើម្បីការពារខ្លួនក្នុងការដែលចៃដន្យណាមួយក្រៅពីនេះនៅកន្លែងហ្នឹង Robert ក៏បានសារភាពផងដែរថាតាំងពីគាត់ធ្វើជាឃាតករមកហ្នឹងគាត់នឹងគឺមិនដែលផ្ញើជីវិតរបស់គាត់ជាមួយនរណានោះទេក៏ប៉ុន្តែនៅថ្ងៃហ្នឹងជីវិតរបស់គាត់នឹងគឺស្ថិតនៅលើដៃរបស់ Electra ហ្នឹងហើយបើសិនជា Electra ហ្នឹងធ្វើមិនត្រឹមត្រូវនោះទេគាត់ច្បាស់ជាចេះរយចេះជុំខានទេកន្លែងតែ Miguel នៅវិញគេក៏បានរៀបចំខ្លួនរបស់គេដែរដែលបានឡើងមកដល់កម្ពុជានៃសន្តាគារដែលបានបបង់ចោលនៅក្បែរធនាគារហ្នឹងហើយក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយគេគឺមិនចាប់អារម្មណ៍ដឹងនោះទេថា Electra កំពុងនៅជុំវិញហ្នឹងនឹងខ្លងមើលសកម្មភាពរបស់គេផងដែរមួយសន្ទុះក្រោយមក Robert ក៏បានចូលមកក្នុងធនាគារដើម្បីបញ្ចប់ការងារតាក់ទងជាមួយនឹងការផ្ញើលុយចំនួន$20 លានដល់អ្នកចាត់ការរបស់គេមកហ្នឹងអ្នកគ្រប់គ្រងធនាគារបានប្រាប់ទៅកាន់ Robert ថាការងារមួយហ្នឹងគឺចាយពេលយូរខ្លាំងមែនតើដែល Robert ក៏បានប្រាប់ថាមិននោះទេក៏អាចអង្គុយចាំបានដោយសារតែហ្នឹងក៏ត្រូវគ្នាជាមួយនឹងផែនការដើមរបស់គាត់ដែរគឺគាត់នឹងចង់អង្គុយនៅក្នុងធនាគារហ្នឹងឲ្យបានយូរតាមតែធ្វើទៅបានដើម្បីបង្ខំឲ្យ Miguel ហ្នឹងបាត់ការអត់ធ្មត់ឲ្យចូលមករកគាត់ក្នុងកំឡុងពេលដែល Robert កំពុងអង្គុយនៅក្នុងម៉ាស៊ីនត្រជាក់ចាំនៅក្នុងធនាគារហ្នឹងយើងឃើញថា Miguel នៅវិញក៏បានរៀបចំកំភ្លើងស្នេហ៍របស់គេចាំនៅទីតាំងហ្នឹងរួចជាស្រេចទៅហើយនៅកន្លែងហ្នឹងគេនឹងគឺចាំបាត់ដែលអាកាសធាតុហ្នឹងក៏ក្តៅទឹកហ្នឹងក៏គ្មានដែលនេះក៏បានធ្វើឲ្យ Miguel ហ្នឹងមានអារម្មណ៍ថាសោកស្អាប់ខ្លាំងមែនតើអញ្ចឹងហើយគឺបាត់ការផ្ចង់អារម្មណ៍ហើយមិនយូរប៉ុន្មាន Miguel ក៏បានអស់ការអត់ធ្មត់អញ្ចឹងហើយក៏បានសម្រេចចិត្តថានឹងចូលទៅក្នុងធនាគារដើម្បីមើលបញ្ជាក់មើលតើ Robert ហ្នឹងនៅខាងក្នុងហ្នឹងឬក៏អត់ក្នុងពេលតែមួយហ្នឹង Electra នៅវិញក៏បានឆ្លៀតឱកាសហ្នឹងរត់ចូលទៅក្នុងសន្តាគារបបងចោលហ្នឹងដើម្បីទៅយកកំភ្លើងស្នេហ៍របស់ Miguel ហ្នឹងយកទៅលាក់ផងដែរក៏ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយនៅពេលដែលនឹងម្ដងគឺអត់បានឃើញកំភ្លើងស្នេហ៍របស់ Miguel នោះទេដោយសារតែគេនឹងគឺបានយកកំភ្លើងហ្នឹងយកមកលាក់នៅខាងលើខ្ពស់គួរសមដែរត្រឡប់មកក្នុងធនាគារវិញ Miguel ហ្នឹងគឺបានចូលមកដល់ខាងក្នុងនិងបានឃើញថា Robert ក៏បានអង្គុយនៅខាងក្នុងហ្នឹងធ្វើពង្នើយដូចគ្មានខ្វាយខ្វល់អីទេដូច្នេះហើយ Miguel ក៏បានដើរចូលមកអង្គុយនៅក្បែរ Robert ខណៈដែល Robert នៅវិញក៏បានចាប់ផ្ដើមនិយាយគ្នាជាមួយនឹងគាត់ដែលបានប្រាប់ថាគាត់នឹងគឺមានចេតនាក្នុងការប្រគល់លុយរបស់គាត់ទៅអាបាម៉ាហ្នឹងឲ្យទៅកាន់ Miguel ឲ្យតែ Miguel ហ្នឹងទុកជីវិតឲ្យគាត់ក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយ Miguel ហ្នឹងគឺបានបដិសេធដោយសារតែគាត់ថាគាត់នឹងគឺមិនចាប់អារម្មណ៍ជាមួយនឹងលុយនោះទេអ្វីដែលគាត់ចង់បានពិតប្រាកដហ្នឹងគឺងារជាស្ដេចកិត្តិករលេខ1ដែលមានន័យថាគាត់ចាំបាច់ទៅផ្ដាច់ជីវិតរបស់ Robert ហ្នឹងបានអាចទទួលតំណែងមួយនឹងបានកន្លែងមក Electra នេះវិញនាងបានព្យាយាមឡើងមកខាងលើដើម្បីយកកំភ្លើងស្នេហ៍របស់ Miguel ក៏ប៉ុន្តែនៅកន្លែងហ្នឹងនាងគឺបានល្អអញ្ចឹងហើយគឺយកអត់បាននោះទេបន្តិចក្រោយមក Miguel នៅវិញគឺបានចាក់ចេញពីទីតាំងនៃធនាគារហ្នឹងត្រឡប់មកកាន់សន្តាគារហ្នឹងវិញដើម្បីត្រៀមលក្ខណៈក្នុងការបាញ់ប្រហារទៅកាន់ Robert នៅពេលដែល Miguel ត្រឡប់មកវិញគាត់នឹងគឺបានឃើញថាអ្វីៗគឺនៅដដែលអញ្ចឹងហើយក៏មិនបានចាប់អារម្មណ៍ទេថា Electra ហ្នឹងក៏មកពួននៅក្បែរហ្នឹងក្នុងពេលតែមួយហ្នឹង Robert នៅវិញក៏បានទទួលលុយហ្នឹងចាប់សោកគ្រោះហើយអញ្ចឹងហើយអ្នកគ្រប់គ្រងធនាគារហ្នឹងក៏បានជួយដំណើរគាត់ចេញមកដល់ខាងក្រៅធនាគារចំណែក Miguel គេក៏បានឃើញ Robert ហ្នឹងពីចម្ងាយផងដែរដែលកន្លែងហ្នឹងឯងគឺជាពេលវេលាដែលគេរងចាំអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយគេក៏បានចាប់ដើមត្រៀមកំភ្លើងរបស់គេហ្នឹងដើម្បីធ្វើការបាញ់ប្រហារទៅកាន់ Robert មិនយូរប៉ុន្មានកៅភ្នែករបស់ Robert ក៏បានប៉ះគ្នាជាមួយនឹងកៅភ្នែករបស់ Miguel ដែលនៅកន្លែងហ្នឹង Miguel គឺសឹងតែបាញ់ទៅហើយក៏ប៉ុន្តែរំពេញនោះគេក៏មានអារម្មណ៍ថាអរិយាប័ត្ររបស់ Robert គឺហាក់ដូចជាប្លែករំពេញនោះ Miguel ក៏បានចាប់បាននៅក្លិនរបស់ Electra ដែលកំពុងនៅពីខាងក្រៅខ្នងរបស់នាងផងដែរក៏ប៉ុន្តែនៅកន្លែងហ្នឹង Electra ហ្នឹងគឺលះដែរដែលបានបាញ់ប្រហារទៅកាន់ Miguel មុនបាញ់ចំស្មារបស់គាត់រំពេញនោះ Miguel ក៏បានធ្លាក់ពីជាន់មួយហ្នឹងចុះទៅជាន់មួយទៀតចំណែក Robert គេនឹងក៏បានប្រញាប់រត់មកកាន់ទីតាំងនៃសន្តាគារមួយហ្នឹងដើម្បីមកជួយ Electra ផងដែរហើយនៅពេលដែលមកដល់គេនឹងក៏បានបន្តបើកការបាញ់ប្រហារគ្នាជាមួយនឹង Miguel នៅកន្លែងនេះយើងឃើញថា Robert នឹងក៏មានព្រៀបទៅលើ Miguel ដោយសារតែគេនឹងគឺបាញ់ពីខាងលើមកដែលមិនយូរប៉ុន្មាន Miguel នឹងក៏រងរបួសកាន់តែធ្ងន់ធ្ងរទៅចឹងហើយគេនឹងក៏មិនអាចបន្តប្រយុទ្ធគ្នាជាមួយនឹង Robert បានទៀតទេក្នុងអំឡុងពេលដែល Robert គិតថាអ្វីៗត្រូវបានបញ្ចប់ទៅហើយនឹងក៏ស្រាប់តែ Nikolai ដែលជាមិត្តភក្តិរបស់គាត់នឹងគឺបានបង្ហាញខ្លួននៅចំពោះមុខរបស់គាត់ព្រមទាំងបានភ្ជុំកំភ្លើងទៅកាន់ពួកគេផងដែរនៅកន្លែងហ្នឹងការពិតនឹងក៏បានលាតត្រដាងដែលតែតាមពិតទៅ Nikolai នឹងគឺមិនបានបាត់បង់ជីវិតនោះទេហើយគាត់នឹងឯងគឺជាអ្នកចាត់
ការដែល Miguel ជាមួយ Robert នឹងធ្វើការឲ្យជាច្រើនឆ្នាំកន្លងមកនឹងឯងនៅកន្លែងហ្នឹង Nikolai នឹងក៏បានបញ្យល់ថាការនោះគាត់នឹងគឺបានរៀបចំផែនការដើម្បីឲ្យគ្រប់គ្នាយល់ឃើញថាគាត់បានបាត់បង់ជីវិតដោយសារតែពេលហ្នឹងសង្គ្រាមត្រជាក់រវាងលោកសេរីជាមួយនឹងកុម្មុយនីសនឹងគឺត្រូវបានបញ្ចប់អញ្ចឹងហើយ Nikolai ដែលសារដឹងខ្លួនថាបានប្រព្រឹត្តនៅបទក្រិតច្រើនហ្នឹងគឺច្បាស់ជាត្រូវបានគេបកមកចាប់ខ្លួនគាត់ចែកជួបមិនខានទេដូច្នេះហើយទៅបានជាគាត់នឹងសម្រាប់ចាត់រៀបចំផែនការដើម្បីឲ្យគ្រប់គ្នាគិតថាគាត់នឹងគឺបានបាត់បង់ជីវិតគេចេញពីការកាត់ទោសនឹងឯង Nikolai បានបន្តទៀតថាការដែលគាត់តាមប្រមាញ់អតីតរបស់លេខត្រាហ្នឹងគឺដោយសារតែលេខត្រាហ្នឹងបានលួចនៅព័ត៌មានសម្ងាត់តាក់ទងជាមួយនឹងផែនការក៏ដូចជាវត្តមានរបស់គាត់នឹងឯង Nikolai បានបន្តទៀតថាការដែលគាត់តាមយកអតីតហ្នឹងត្រឡប់មកវិញគឺដោយសារតែនៅក្នុងហ្នឹងគឺមានព័ត៌មានតាក់ទងជាមួយនឹងការពិតដែលគាត់បានខ្លាចបន្លំការស្លាប់របស់ខ្លួនឯងក៏ដូចជាមានផុសតាងដែលបញ្ជាក់អំពីទង្វើអាក្រក់របស់គាត់ផងដែរមកដល់ចំណុចហ្នឹងអ្នកនរគ្នាគឺបានដឹងច្បាស់ហើយថា Nikolai នេះគឺគ្មានចេតនាក្នុងការទុកជីវិតឲ្យពួកគេនោះទេអញ្ចឹងហើយ Miguel ដែលសឹងតែស្លាប់ទៅហើយហ្នឹងគឺបានធ្វើសញ្ញាប្រាប់ទៅកាន់ Robert ដើម្បី Robert ហ្នឹងធ្វើការវាយប្រហារដែលរំពេញនោះអ្នកនរគ្នាក៏បានចាប់ដើមកាន់កាភ្លើងធ្វើការវាយប្រហារទៅកាន់ Nikolai ហ្នឹងប្រងព្រំគ្នាតែម្ដងដើម្បីផ្ដាច់ជីវិតរបស់ Nikolai នៅកន្លែងនោះទៅក៏ប៉ុន្តែបើទោះជាអញ្ចឹងក៏ដោយបញ្ហារវាង Miguel ជាមួយនឹង Robert ហ្នឹងគឺមិនទាន់ត្រូវបានបញ្ចប់នោះទេ Miguel ហ្នឹងគឺបានធ្វើជាចោះចាញ់ដែលបានទម្លាក់ផ្នែករបស់គេចោះគណៈដែល Robert និង Nevin ក៏បានប្រាប់ទៅកាន់គេថាគាត់ហ្នឹងគឺឈប់ធ្វើការងារតាក់ទងជាមួយនឹងឃាតករនឹងទៀតហើយក៏ចូលនៅវត្តហើយអញ្ចឹងហើយ Miguel ហ្នឹងគឺអាចខ្លាយទៅជាឃាតករលេខ1នៅលើពិភពលោកបានហើយបើទោះជាយ៉ាងណាក៏ដោយ Miguel ហ្នឹងក៏ដឹងច្បាស់ណាស់ថាឲ្យតែ Robert ហ្នឹងនៅមានជីវិតគេហ្នឹងគឺមិនអាចខ្លាយជាលេខ1បានទេនៅតែលេខ2រហូតអញ្ចឹងណាអញ្ចឹងហើយគេក៏បានសម្រេចចិត្តបន្តលបធ្វើការបាញ់បហាផ្ដាច់ជីវិតរបស់ Robert ក៏ប៉ុន្តែសំណាងល្អខ្លាំងមែនទែន Robert ហ្នឹងគឺបានឃើញសកម្មភាពរបស់គេតាមរយៈកញ្ចក់ផែនតារបស់លេខត្រាអញ្ចឹងហើយក៏បានបើកការបាញ់បហាមុនដើម្បីផ្ដាច់ជីវិតរបស់ Miguel នៅកន្លែងហ្នឹងទៅអ្វីៗត្រូវបានបញ្ចប់ Robert ក៏បាននិយាយអរគុណទៅកាន់លេខត្រាដែលបានជួយគាត់បន្ទាប់មកលេខត្រាក៏បានទៅយកលុយរួមជាមួយនឹង D ដែលបានចាក់ចេញទៅជាមួយនឹង Robert នៅកន្លែងហ្នឹងទៅគណៈដែលសាររឿងរបស់យើង Nevin ក៏ត្រូវបានបញ្ចប់នៅក្នុងចំណុចហ្នឹងផងដែរជាចុងក្រោយមានសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាការសម្ដែងសាររឿងមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តរឿងមួយហ្នឹងកុំភ្លេចជួយចុច like ចុច subscribe channel ហ្នឹងម្នាក់មួយផងអរគុណច្រើនបាយបាយ